នេះខ្ញុំមកចែករំលែកពីរបៀបធ្វើទឹកម្នាស់ទឹកសម្រាប់ធ្វើញ៉ាំនៅផ្ទះដោយខ្លួនឯងទឹកម្នាស់នេះមានរសជាតិឆ្ងាញ់ហើយងាយស្រួលធ្វើខ្លាំងមែនតើសំខាន់មិនពិបាករកទេនៅតាមផ្សារតម្លៃវិញក៏ធូរថ្លៃផងដែរធ្លាប់តែញ៉ាំជាមួយនឹងបបម្ទេសតើយកមកធ្វើភេសជ្ជៈអញ្ចេះរសជាតិគេឡើងឆ្ងាញ់ប្លែកញ៉ាំក្តៅអ៊ុនក៏បានញ៉ាំពេលត្រជាក់ក៏កាន់តែឆ្ងាញ់ដំបូងខ្ញុំមកចែករំលែកពីរបៀបចិតភ្នែកម្នាស់សិនផ្លាច់លោបងប្អូនខ្លះក៏អត់តន់ចេះចិតចឹងអាចមើលវីដេអូនេះជាប្រយោជន៍បានទឹកម្នាស់នេះខ្ញុំប្រើម្នាស់ទឹកឃ្មុំខ្លះនិងម្នាស់ធំខ្លះម្នាស់ធំនេះក៏ខ្ញុំយកមកចិតសបកឲ្យស្អាតជាមុនសិននៅពេលដែលចិតហើយបងប្អូនអាចដាក់ម្នាស់នៅលើបាតដៃបែបនេះហើយមើលទៅលើភ្នែកម្នាស់វិញបើសិនជាយើងមើលទៅឃើញធ្នេប្រឈរដោយតែខ្ញុំដាក់កបិតគូសនេះគឺចិតបែបហ្នឹងខុសហើយអញ្ចឹងយើងផ្ដេកម្នាស់មកវិញយើងចិតតាមធ្នេស្របបែបនេះបើសិនជាចិតតាមធ្នេប្រឈរមិញម្នាស់យើងចេញមកអត់ស្អាតដូចគេអ្នកលក់ទេអញ្ចឹងយើងយកតាមធ្នេបដិញដេកបែបនេះមកហើយយើងចិតទៅតាមភ្នែកម្នាស់មួយរហូតតអស់អញ្ចឹងណាកាលពីខ្ញុំនៅរៀនណាឲ្យតាម៉ាក់ប្រើចិតម្នាស់លើកណាមិនដែលត្រូវជ្រុងទេចិតចេញមកគឺជួប្រឈររហូតតែឥឡូវគឺចេះចិតហើយអញ្ចឹងម្នាស់ខ្ញុំគឺបានចិតរួចរាល់ហើយតាមធ្នេឡើងស្អាតមកចិតស្អាតហើយខ្ញុំយកម្នាស់ហ្នឹងទៅលាងជាមួយនឹងទឹកដើម្បីវាអស់ដីអញ្ចឹងខ្ញុំប្រើម្នាស់យើងធំនឹងមួយហើយនឹងម្នាស់ទឹកឃ្មុំនេះខ្ញុំទិញគេមួយថងហ្នឹងដូចជាអស់2000ទិញមកហ្នឹងគេចិតស្រាមទេម្នាស់ទឹកឃ្មុំហ្នឹងរសជាតិគេគឺផ្អែមឆ្ងាញ់អញ្ចឹងខ្ញុំលាយជាមួយនឹងម្នាស់ធំយើងមួយមកខ្ញុំចិតប្រទេសស្ដាងបែបហ្នឹងដើម្បីយកទៅក្លុកខ្លះហើយខ្លះទៀតគឺខ្ញុំដាក់ស្ងោរជាមួយនឹងទឹកដែលខ្ញុំដាក់ដាំម្នាស់ចិតរួចក៏លេចមកមើលគ្រឿងផ្សំគឺមានស្លឹកតើយបន្តិចអំបិលម្ជិបស្ករសនេះគឺយើងដាក់ទៅតាមចំណង់ចំណូលចិត្តណាចូលចិត្តផ្អែមប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅដាក់ដាំទឹកនៅពេលដែលទឹកឡើងក្តៅហើយខ្ញុំចាក់ស្ករសចូលដាក់មកល្មមសិនទេនឹងយើងភ្លក់ទៅតាមចំណូលចិត្តណាហើយដាក់អំបិលចូលម្ជិបដាក់ស្លឹកតើយកូរស្ករជាមួយនឹងអំបិលនឹងឲ្យបានរលាយសព្វចាំបិទគម្របឆ្នាំងដោយសារតែឆ្នាំងខ្ញុំដាក់ដាំទឹកនេះតូចពេកទ្រាំដាក់ម្នាស់ដាក់អីទៀតខ្លាយវាហៀនអញ្ចឹងខ្ញុំក៏ដូរឆ្នាំងបិទគម្របគ្របចោលមកស្ទុះចឹងទៅបើកមកវិញទឹកចាប់ផ្ដើមពុះគេខ្ញុំដាក់ម្នាស់ទឹកឃ្មុំចូលម្នាស់នេះមានរសជាតិផ្អែមឆ្ងាញ់អញ្ចឹងខ្ញុំស្ងោររងាស់យកជាតិផ្អែមនឹងហើយម្នាស់ខ្លះទៀតហ្នឹងក៏ខ្ញុំយកមកក្លុកបងប្អូនចង់ក្លុកទាំងអស់ក៏បានដាក់ស្ងោរដូចខ្ញុំខ្លះចេះក៏បានដែរម្នាស់ហ្នឹងគឺខ្ញុំក្លុកយកមកម៉ត់ស្លុងហ្មងណាក្លុកម៉ត់ហើយបិទម៉ាស៊ីនទុកម្លាយសិនកលេចមកមើលម្នាស់ដែលខ្ញុំរងាស់នេះវិញគឺរយៈពេល20នាទីខ្ញុំស្រង់ចេញអញ្ចឹងស្រង់វាចេញហើយគឺទឹកម្នាស់ដែលយើងក្លុកហ្នឹងចាក់ចូលហើយក៏យើងត្រូវដាំវាម្សាទៀតឲ្យបានពុះសិនពុះនៅខាងលើហ្នឹងបាច់ចាំដងក៏បានបើសិនជាយើងចង់ឲ្យទឹកម្នាស់បើយើងរៀងមានកាកញ៉ាំទៅប៉ះកាកតិចដងពពុះនឹងចេញតែបើសិនជាចង់ឲ្យទឹកម្នាស់បើយើងថ្លាអត់មានកំតិចអីទេយើងដួសពពុះនឹងចេញទៅគឺទឹកម្នាស់បើយើងថ្លាស្អាតហើយឆ្លៀតពេលដែលទឹកម្នាស់ខ្ញុំអត់តាន់ពុះហ្នឹងគឺខ្ញុំច្បាច់ថែមជាមួយនឹងក្រូចឆ្មាមួយផ្លែទៅតាមយើងចូលចិត្តជូរឬមិនសូវចូលចិត្តជូរអញ្ចឹងណាដោយសារតែខ្ញុំចូលចិត្តទៀងជូរអញ្ចឹងខ្ញុំបន្ថែមក្រូចឆ្មាហើយក្រូចឆ្មានេះបងប្អូនចង់ថែមពេលទឹកម្នាស់ឆ្អិនមុននឹងញ៉ាំក៏បានថែមដូចខ្ញុំចេះឲ្យហើយក៏បានដែរតាមចំណង់ចំណូលចិត្តណាច្បាច់ក្រូចឆ្មាហើយកូរឲ្យបានសព្វពពុះដែលនៅខាងលើហ្នឹងនៅពេលដែលទឹកម្នាស់យើងពុះហើយយើងទុកឲ្យវាចោលត្រជាក់ទៅគឺវាបាត់ហើយកំណងពេលចិត្តពុះនេះឈោមើលទឹកម្នាស់ឲ្យមែនតែនកុំឲ្យវាផោពេញឆ្នាំងព្រោះពេលដែលពុះគឺពុះនៅខាងក្រោមហើយពពុះខាងលើអញ្ចឹងយើងមើលអត់ឃើញទឹកនៅក្រោមទេពេលពុះហើយយើងបិទភ្លើងយើងលើកទឹកម្នាស់នឹងចេញដាក់ទុកឲ្យវាចោះត្រជាក់ហើយចាំច្រកដាក់ក្នុងដបដាក់ក្លាសេញ៉ាំក្តៅក៏ឆ្ងាញ់ញ៉ាំត្រជាក់ក៏ឆ្ងាញ់ដែរតាមចំណូលចិត្តខ្ញុំវិញចូលចិត្តញ៉ាំក្តៅនៅពេលព្រឹកព្រោះថាឥឡូវអាកាសធាតុយើងចាប់ផ្ដើមចោះត្រជាក់ហើយមិនថាព្រឹកមិនថាថ្ងៃទេត្រជាក់ដូចតែគ្នាគ្រាន់ថាពេលព្រឹកគឺត្រជាក់ខ្លាំងជាងពេលថ្ងៃអញ្ចឹងពេលព្រឹកឡើងគឺខ្ញុំញ៉ាំក្តៅមួយកែវមានអារម្មណ៍ថាស្រស់ស្រាយមែនតែននៅសល់ប្រហែលទៀតគឺខ្ញុំទុកឲ្យត្រជាក់สนุกយើងច្រកដាក់ដបឲ្យដាក់ក្លាសេឲ្យត្រជាក់ទុកញ៉ាំមកពេលថ្ងៃត្រង់ពេលយើងធ្វើការហត់អីចឹងទៅបានទឹកម្នាស់ត្រជាក់ញ៉ាំទៅគឺមានកម្លាំងហ្មងបើសិនជាក្លាសេឲ្យត្រជាក់ហើយចង់ញ៉ាំក្តៅនៅពេលព្រឹកអីអាចចូលទឹកម្នាស់ហ្នឹងទៅក្តៅឲ្យវាក្តៅអ៊ុនញ៉ាំបានលិនឡើងចេះអាកាសធាតុគឺត្រជាក់ខ្លាំងហ្មងអញ្ចឹងបានទឹកម្នាស់មួយកែវក្តៅអ៊ុនញ៉ាំខ្ញុំមានអារម្មណ៍ថាធូរច្រមុះមែនតើចូលដល់ខែត្រជាក់ហើយអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចថែរក្សាសុខភាពរបស់យើងផងព្រោះថាសុខភាពគឺសំខាន់ខ្លាំងមែនតើវីដេអូទឹកម្នាស់របស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចូលទស្សនាបើមានសំណួរឬចម្ងល់អីបន្ថែមអាច comment នៅខាងក្រោមជួបគ្នានៅវីដេអូក្រោយៗជម្រាបលាបាយបាយ